បំផុតខ្ញុំសម្រាប់ចិត្តធ្វើរឿងមួយនេះហើយរឿងនោះគឺអត់មានអីទេគឺថាសម្រាប់ចិត្តទិញតបបុកឡងនេះឯងបងអូនទាំងអស់គ្នានិយាយទៅដើរកាត់ផ្សារចិនដើរទៅដើរមកនិយាយទៅចង់មួយឆ្នាំជាងឯងហួសទៅហួសមកទៀតពីគិតថាគួរទិញឬមិនគួរទិញប៉ុន្តែលើកនេះនិយាយទៅតាំងពីឃើញព័ត៌មានគេហៅឡើងថ្លៃដូចចង់ទិញហ្មងហើយសំខាន់លើកនេះគឺថាត្រូវមកហ្មងព្រោះទំហំត្បាល់ល្មមមិនទូចពេកមិនធំពេកហើយតម្លៃក៏គួរសមតែខ្ញុំដាក់ក្បាលវីដេអូហ្នឹងតម្លៃថា$14ចុះហ្នឹងហើយអញ្ចឹងទិញមកគេមានមួយសេតមានទាំងត្បាល់មានទាំងរ៉ែអញ្ចឹងហើយដល់មកភ្លាមគឺថាអត់ប្រអងយូរឯងបងគឺការកៅឆាយមុនគេគឺធ្វើការបុកឡងតែម្ដងហើយវិធីសាស្ត្រក៏អត់មានអីខុសពីទាំងអស់នេះគាត់ថាចង់ថ្ងៃនេះមានគ្រប់គ្រឿងក្រៅចាថាទាំងអស់គ្នានឹងឃើញតិចទៀតហើយដំបូងនេះគឺខ្ញុំដាក់ម្ទេសខ្ទឹមជាមួយនឹងស្ករពាងឬក៏ហៅស្ករត្នោតហ្នឹងខ្ញុំដាក់បុកចូលគ្នាទៅកុំឲ្យវាខ្ទាស់ហងម្ទេសខ្ញុំជិះហឹលដែរប៉ុន្តែក៏មិនខ្លាំងដែរយើងដាក់តែមួយគ្រាប់បានហើយបន្តទៀតលួចដាក់ប៊ីចេងតិចបន្ទាប់មកមានទឹកអំពិលកំប៉ុងនេះដាក់ប្រហែលជាកន្លះវែកគឺខ្ញុំដាក់និយាយទៅខ្ញុំដាក់តិចសិនឯងគីឡូជ្រុលស្រួយយើងបើថាខ្វះស្រួយយើងថែមអញ្ចឹងណាបើលើសយើងពិបាកកាយហើយបន្ទាប់មកដាក់ទឹកប្រហុកទឹកបោកសម្រាប់គេបុកល្ហុងដែលមានស្រាប់ហ្នឹងហើយដាក់ក្រូចឆ្មាមួយចំណិតថែមឲ្យវាក្លិនកាន់តែឈ្ងុយបន្តមកទៀតយើងធ្វើការកូរវឹកឲ្យវាលាយស្ករលាយគ្រឿងចូលគ្នាមកបងអូនហើយនេះឯងចាប់ដើមរបស់ពិសេសដែលខ្ញុំមានគឺមានតពាំងព្រិចខ្ញុំកាត់ពុះវាជាតិជា2ជា3កណាត់ខ្លះអញ្ចឹងណាហើយយើងខ្ញុំវាបែកតិចទៅដើម្បីឲ្យវាចូលជាតិហើយបន្តមកក៏អត់ភ្លេចដែរគឺល្ហុងព្រោះថាបុកល្ហុងឲ្យបើអត់ល្ហុងដូចជាមិនសមទៅហ្នឹងឯងអានេះខ្ញុំសាប់ហើយខ្ញុំដាក់ខ្លះស្អាតទៅជាក់ស្រួយខ្ញុំដាក់ក្នុងទូទឹកកកទៅក៏ឃើញស្រក់ទឹកមកខ្លួនឯងម្ដងទៀតលេបទឹកមាត់ហ្មងហើយគូឯងមួយទៀតអត់ខ្វះបានថ្ងៃហ្នឹងគឺថាសាល់មិនបងអូនគឺខ្ញុំឃ្លានមែនតែត្រីឆាត្រីអីហ្នឹងអូយទៅមួយចាននេះគឺពោពេញទៅដោយរបស់ដែលខ្ញុំចូលចិត្តហើយគេកំពុងល្បីផ្ទុះខ្លាំងឯនៅខ្មែរអត់ទាំងពេជ្រទាំងអីហ្នឹងគឺថាអូយឃើញទៅចង់និយាយថាពូខ្ញុំធ្វើនេះយូរហើយដល់ពេលឥឡូវមកចូលសលេងមានអារម្មណ៍ថាឃ្លានស្រក់ទឹកមាត់ទៀតហើយនៅក្នុងវីដេអូហ្នឹងដែរគឺថាពេលខ្ញុំធ្វើហើយភ្លាមគឺថាធំអត់បានសុំភ្លក់ហ្មងហើយជាស្រ័យប្រើដៃតែខ្ញុំប្រើសុំដៃអញ្ចឹងណាអញ្ចឹងសុំដាក់យកភ្លក់ប៉ុន្តែដោយលក្ខណៈថារៀងដុំធំដែរអញ្ចឹងតែរសជាតិគឺថាអែមបែបខ្លាំងមែនតើណានិយាយថាយើងមានគ្រឿងគ្រប់សពមានត្បាល់បុកអីមកស្រួលខ្លួនមកដល់មានត្បាល់រៀងទូចទៅពេលអញ្ចឹងរៀងស្ទើរចិត្តម្ដងដែរអញ្ចឹងតោះទៅញ៉ាំទាំងអស់គ្នាដាក់សលេងពិតពេកញ៉ាំម្ដងអធិស្ឋានណាបងអូនថ្ងៃសាប់សលេងគាត់ដឹងថាជាតិដែរបងអូនហើយនេះប្រហែលគឺម្ហូបរបស់ប្តីខាងគ្រួសារខ្ញុំគាត់ញ៉ាំសាច់គាត់ចេះបុកល្ហុងអីទេហើយនេះរបស់ខ្ញុំគឺថាអស់លីងម៉ត់ពីចានហ្មងចាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណជំរាបលាបាយបាយ